ឥឡូវអាត្មាលើកនិទានខ្លះដើម្បីឲ្យឃើញជាតួយ៉ាងនៅក្នុងសម័យមួយមានភិក្ខុមួយអង្គទៅស្វែងរកខុសក្នុងព្រៃការដាំឡើយជាបុគ្គលមានភរិយាហើយភរិយានោះក៏មានកូនមួយបរិសអង្គនោះក៏កើតនៅសេចក្តីលឿនណាយព្រោះអាស្រ័យនឹងការអប់រំចិត្តដែលកើតដាប់ធម៌ទេសនាក្នុងសំណាក់នៃព្រះសម្ពុទ្ធឃើញត្រង់អំពីសង្សារវដ្តដែលកើតឡើងគ្មានទីបំផុតក៏បានលះបង់ចោលភរិយាហើយនឹងបុត្រដែលនៅក្មេងខ្ចីចេញទៅបួសបាត់ទៅសម័យក្រោយមកកាន់វត្តជាតិពុនវិញពេលនោះនិយាយអំពីភរិយាដឹងថាស្វាមីមកហើយពិបាកក្នុងការរកស៊ីចិញ្ចឹមជីវិតផងហើយពិបាកក្នុងការចិញ្ចឹមកូនផងក៏ចង់ប្រើមធ្យោបាយផ្សេងដើម្បីប្តីនឹងចាកសិក្ខាបទមកបម្រើខ្លួនវិញហើយក៏ធ្វើដំណើរទៅលោកគង់ក្នុងព្រៃម្នាក់ឯងលោកកំពុងតែអង្គុយចូលកាន់សមាធិធម៌ណាយើងនឹងយកកូនងានឹងយកទៅដាក់ពីមុខហើយនិយាយថាសពគ្រប់ថានៅលោកបើកភ្នែកមើលណែណានឹងនេះជាកូនរបស់លោកហើយអ្វីបានជាលោកមកអង្គុយយកព្រះអាយុម្នាក់ឯងចឹងទុកឲ្យខ្ញុំពិបាកវេទនាចិញ្ចឹមកូនតែម្នាក់ឯងថាយ៉ាងណាក៏លោកមិនស្ដីលោកមិនបើកភ្នែកលោកមិនរវល់មើលទេលោកតិចលោកចេះតែចម្រើនយ៉ាងនោះឃើញលោកបើកភ្នែកមួលកូននិយមឲ្យស្រែកឲ្យខយទៅពួននឹងព្រៃចាំមើលតើបើកភ្នែកកាន់កូនទេកូននោះទុកជាស្រែកបែកមីកក៏លោកម្ចាស់អង្គនោះមិនតែរវល់ព្រោះលោកយល់ឃើញច្បាស់ថាបច្ចុប្បន្នផលមានព្រោះអាស្រ័យអតីតហេតុអនាគតផលមានព្រោះអាស្រ័យបច្ចុប្បន្នហេតុការជួបបានភរិយានឹងបកក្នុងគ្រានេះក៏មកអំពីបច្ច័យគឺអតីតហេតុបើសិនជាអាត្មាអញនៅស្ដាយស្រណោះអាឡោះអាឡៃក្នុងរឿងហ្នឹងសង្សារវដ្តគឺការកើតតនៅក្នុងលោកនេះគ្មានទីបំផុតកូននេះមិនប្រកបកូនរាប់មិនឈ្នះក្នុងអតីតភរិយានេះមិនប្រកបស្ត្រីដែលស្រីជាភរិយាមិនប្រកបរាប់មិនអស់ក្នុងអតីតកើតឡើងជួបបែកគ្នាទៅកើតឡើងជួបបែកគ្នាទៅតើបុគ្គលនឹងប្រកាន់ថាស្ត្រីនេះជាភរិយារបស់ខ្លួនដោយមិនកើតតើបុគ្គលក៏បីប្រកាន់ថាកូននេះជារបស់ខ្លួនដោយមិនកើតណាហើយចុះការប្រព្រឹត្តរវាងកូននិងប្រពន្ធនេះមិនមែនតិចទេច្រើនលើកច្រើនដងណាស់ទៅហើយក៏មិនចិនណាមួយដែលប្រកបផងបើចឹងកុំបាច់រវល់លោកគិតតែចម្រើនកម្មដ្ឋានលោកទៅនាងនេះចោលច្រកមិនដឹងធ្វើម៉េចមើលទៅអស់សង្ឃឹមអាណិតកូនក៏បីកូនទៅផ្ទះវិញទៅពេលម្ឯងព្រះសម្ពុទ្ធក៏បានមើលមកអំពីទីឆ្ងាយហើយស្រែកថាមានភិក្ខុទាំងឡាយអ្នកមើលកូនតថាគតឯណោះកំពុងតែច្បាំងគ្នានៅក្នុងព្រៃព្រោះតែសង្គ្រាមនេះមិនឈ្នះកូនតថាគតទេកូនតថាគតពូកែណាស់ក្នុងការសង្កត់នៃចិត្តលោកបានរហ័តទៅទេអញ្ចឹងសង្សារវដ្តនេះគឺបុគ្គលមិនគប្បីយករឿងអតីតមកប្រមើលមើលគប្បីត្រូវតែកំចាត់បងនៅហេតុឆន្ទរិឯណាដែលជាប់ចំពាក់ក្នុងរូបសម្លេងក្លិនរសសម្ផស្សតាមចិត្តការអប់រំចម្រើននៅវិបស្សនាការឡើងទាំង7គឺអាស្រ័យនឹងបុគ្គលនឹងឯងបានស្គាល់ពិតប្រកបនៅនាមនឹងរូបហើយនឹងបច្ច័យតាមរបស់វិបស្សនាកាលណាបើមាននឹងរូបការឡើងលុះត្រាតែមានចិត្តស្ងប់
ចិត្តស្ងប់អាស្រ័យនឹងការអប់រំចម្រើននៅកម្មដ្ឋាន40កម្មដ្ឋានណាមួយដែលមានត្រៃសនគមហើយនឹងសិលដែលជាបាបនេះយល់ទេជាកិច្ចខាងដើមខាងដើមនេះដើម្បីពន្យល់ថាយើងចង់កាច់បងនៅសមិទ្ធិដែលជាបច្ចុប្បន្នហេតុនេះកំចាត់បងចោលនៅបច្ចុប្បន្នហេតុអញ្ចឹងប្រខ័យណាស្លាប់ទាំងអស់មិនដែលមានប្រខ័យណាស្លាប់ឯណាហើយសម្រាប់ធម៌ដោយមិនបានស្ដាប់ធម៌ទេសនាដោយមិនបានចម្រើនវិបស្សនាឬមិនបានចម្រើនសមថៈវិបស្សនាក៏ទៅសោះកើតឡើងមិនដែលកើតឡើងបានប្រខ័យណាស្លាប់ពីពោះមកទេអញ្ចឹងសត្វតាអាស្រ័យនឹងឧបនិស្ស័យដែលបុគ្គលសាមទុកក្នុងពេលហ្នឹងអាស្រ័យនឹងនិស្ស័យគឺធម៌ទៅអាស្រ័យអីអាស្រ័យនឹងស្ដាប់ធម៌អាស្រ័យនឹងការចម្រើនធម៌អាស្រ័យនឹងការចម្រើនសមថៈនិងវិបស្សនានេះកាលណាបើធម៌បើការស្ដាប់ធម៌ការចម្រើនវិបស្សនានិងធ្វើសមថៈវិបស្សនានេះវាជានិស្ស័យហើយក៏ជាឧបនិស្ស័យចូលទៅញ៉ាំអរហត្តផលឯកាឡើងនេះយើងត្រូវយើងអញ្ចឹងណានេះយើងអញ្ចឹងកុំឲ្យសង្ស័យកុំថាទៅនិព្វានមួយពោះហេតុនេះហេតុនោះមែនទេព្រោះធម៌នៅក្នុងពុទ្ធសាសនាយើងនេះមិនមានការស្មានហើយសង្ស័យទេសេចក្តីពិតគឺអញ្ចឹងដែរអញ្ចឹងគិតធ្វើអីប្រពន្ធកូនប្តីស្រីក្នុងបច្ចុប្បន្ននេះគិតធ្វើអ្វីផ្ទះសម្បែងទ្រព្យសម្បត្តិគិតធ្វើអ្វីមានប្រយោជន៍អ្វីចំពោះអ្នកដែលទៅនិព្វានព្រោះរបស់នេះមានមែនក៏នឹងឲ្យទឹកក្តៅទឹកត្រជាក់តែវាមិនមានក្នុងសម័យដែលស្លាប់ស្លាប់ទាំងអស់ដែលស្លាប់ទាំងអបាមាមិនមានសត្វណាមួយយកអ្វីមួយទៅកើតទេឃើញមិនមានទេថ្ងៃស្លាប់ទុកកូនទុកចៅទុកប្តីទុកប្រពន្ធក្រុមញាតិវាសម្បែងអត្តភាពឲ្យនៅក្នុងទីនេះទាំងអស់ហើយបុគ្គលនោះមានត្រឹមតែវិបត្តិចិត្តពលឹងវិញ្ញាណដែលកើតអំពីបច្ចុប្បន្នហេតុទៅចាប់បរិសន្ធិហើយក៏ញ៉ាំងមាននឹងរូបថ្មីដែលកើតឡើងដែលមិនដឹងអីសោះណាកើតងាឡើងអត់ដឹងអ្វីសោះមិនដឹងជាប្រពន្ធចិត្តមុននៅណាប្តីចិត្តមុននៅណាកូនចិត្តមុននៅណាទ្រព្យសម្បត្តិចិត្តមុននៅណាញាតិណាខ្លះចិត្តមុនអត់ដឹងទាំងអស់រូបថ្មីនាមថ្មីកើតអំពីបច្ច័យនាមចាស់ណាអត់ដឹងអីអញ្ចឹងការបែកហ្នឹងដែលមិនដឹងហ្នឹងតើប្រមាណដងហើយការបែកហ្នឹងហើយមិនដឹងអីហ្នឹងច្រើនកើតលៀនដងហើយការបែកប្រត់ប្តីកូនប្រពន្ធបងប្អូនញាតិមិត្តនឹងដាក់ចោលនៅទ្រព្យសម្បត្តិនេះមិនមែនតិចដងទេច្រើនដងហើយព្រះសម្ដែងនៅក្នុងកម្ពីសង្យុត្តនិកាយលើកបានបញ្ជាក់អំពីរឿងកំណើតសត្វលោកថាមានភិក្ខុទាំងឡាយដីខ្សាច់ក្នុងស្ទឹងអាចារវតីដែលគេមិនអាចរកបានក្នុងកាលឥឡូវនេះមានប្រមាណប៉ុណ្ណេះកំណើតសត្វដែលកើតរួចហើយច្រើនជាងក្របខ្សាច់ដែលនៅក្នុងស្ទឹងអាចារវតីទៅទៀតពីចំប្រាប់ប្រមាណដងហើយមានភិក្ខុទាំងឡាយភ្នំវិបុលធំជាងភ្នំគុជកោฏភ្នំនេះគេឡើងមកយកដល់ថ្ងៃខ្ពស់ប៉ុណ្ណេះមានភិក្ខុទាំងឡាយឆ្អឹងទាំងឡាយរបស់សត្វទាំងអស់នៅក្នុងលោកក្នុងវិកម្មហើយកើតស្លាប់ឲ្យមានតែកំណត់ឆ្អឹងកោបុគ្គលយកឈើជាខ្មាច់កាច់កោធ្វើឲ្យប៉ិនភ្នំវិបុលហើយមានកម្ពស់ប៉ិនភ្នំដែលគេឡើងមកយកមួយថ្ងៃនេះខ្នាតប៉ុណ្ណឹងឆ្អឹងរបស់សត្វដែលកើតស្លាប់ក្នុងកម្ម
ក្នុងបេកាប់មានកំណត់ច្រើនជាងកំណត់ឆ្អឹងច្រើនជាងខ្ពស់ជាងធំជាងឈើខ្មាច់ដែលប៉ិនក្នុងម្ល៉េះមកយកថ្ងៃទៅទៀតណាគ្រាន់តែឆ្អឹងយើងចោលក្នុងបេកាប់ច្រើនជាងភ្នំនឹងទៅទៀតមលាទៅខុសទាំងឡាយទឹកមហាសមុទ្រដ៏ធំធេងមានទីបំផុតនៃផែនដីជាជម្រៅប្រមាណប៉ុណ្ណេះសាច់ទេទឹកភ្នែករបស់មហាជនក្នុងម្នាក់ដែលកើតស្លាប់ហើយយំក្នុងមួយជាតិវាច្រើនជាងទឹកភ្នែកច្រើនជាងទឹកក្នុងមហាសមុទ្រនេះទៅទៀតតែតិចទេមិនមែនតិចទេទឹកក្នុងមហាសមុទ្រប្រមាណប៉ុណ្ណេះតិចទេឈាមទាំងឡាយរបស់បុគ្គលកើតក្នុងមួយជាតិមានសរីរៈមួយហើយហូរចេញទៅលើផែនដីតាំងពីកើតមកច្រើនជាងទឹកក្នុងមហាសមុទ្រទៅទៀតដូច្នេះការកើតនិងការជួបនេះមិនមែនតិចណាមិនមែនតិចទេច្រើនដងណាស់ទៅហើយការជួបនិងការជុំការបែករវាងប្តីប្រពន្ធកូនចៅនិងទ្រព្យសម្បត្តិមិនមែនតិចទេច្រើនដងណាស់ទៅហើយរាប់មិនឈ្នះក្នុងស្ត្រីមួយមានបរិសុទ្ធជាប្តីមិនប្រកបប្តីច្រើនណាស់ទៅហើយមិនដឹងជាប្តីណាមួយដែលជាប្តីរបស់ខ្លួនប្រកបទេនឹងក្នុងស្ត្រីម្នាក់ក្នុងបរិសុទ្ធមួយមានស្ត្រីជាភរិយាមិនប្រកបព្រោះស្ត្រីដែលត្រូវធ្វើភរិយានឹងច្រើនណាស់មិនដឹងជាស្ត្រីណាជាភរិយាមួយឲ្យប្រកបទេកូនទាំងឡាយរបស់ជនដែលត្រូវជំរាបដាបិតាក៏មិនប្រកបដែរកូននឹងច្រើនទេតែមិនដឹងកូនមួយណាដែលប្រកបទ្រព្យសម្បត្តិក្នុងโลกដែលកើតឡើងបែកជារបស់នេះរបស់នោះច្រើនដងណាស់មកហើយមិនដឹងជាផ្ទះណាទ្រព្យណាមួយដែលប្រកបព្រោះខ្លួនស្លាប់ម្ដងទៅកើតចំត្រកូលនេះផ្ទះនេះទៅកំណើទ្រព្យនេះទៅស្លាប់ពីនឹងទៅកើតនៅស្រុកនោះកំណើទ្រព្យផ្សេងទៅមានគ្រួសារផ្សេងទៅអញ្ចឹងព្រះសម្ដែងថាជនម្នាក់មានប្តីមិនប្រកបទេមានប្រពន្ធក៏មិនប្រកបដែរមានកូនក៏មិនប្រកបដែរមានទ្រព្យសម្បត្តិក៏មិនប្រកបទេបើរបស់ទាំងអស់កើតឡើងជាបច្ច័យនៃការបែករាប់មិនធ្លាក់ក្នុងចិត្តមួយបានត្រឹមតែកំណើទុកជានិរន្តរ៍ក្នុងជាតិនេះបុគ្គលនឹងប្រកាន់ថាប្តីជារបស់ខ្លួនកើតទៅដែរបុគ្គលប្រកាន់ថានេះជាភរិយារបស់ខ្លួនកើតទេនេះជាកូនរបស់ខ្លួនកើតទេប្រកាន់ថានេះទ្រព្យសម្បត្តិរបស់ខ្លួនបានទេបើសិនជាបុគ្គលប្រកាន់ជននេះជននោះជាកូនក្នុងបច្ចុប្បន្នឲ្យចោះកូនក្នុងអតីតជារាប់មិនស្ទះនឹងមិនទៅហើយតែកូនមួយណាដែលប្រកាន់បើចិត្តក្រោយទៅកូននឹងរឹសដែលទៅកើតជាកូនទៀតកូនផ្សេងទៀតមិនប្រកបទេអញ្ចឹងឆន្ទរៈតែមួយគត់ណែឆន្ទរៈតែមួយគត់ការជាប់ជំពាក់ក្នុងបញ្ញត្តិធម៌ដែលត្រឹមតែជាលោកវោហាជាសម្បត្តិថាសត្វថាបុគ្គលសេចក្តីសន្មតថានេះស្វាមីភរិយាបុត្រាបុត្រីកូនចៅនិងទ្រព្យសម្បត្តិត្រឹមតែជាសម្បត្តិឬសង្ខារធម៌ខន្តិរិយតែមួយគត់ដែលជាប់ជំពាក់ក្នុងសត្វនិងសង្ខារទាំងអស់នេះដែលធ្វើឲ្យឈាមច្រើនជាងឈាមក្នុងទឹកមហាសមុទ្រទៅទៀតដែលធ្វើឲ្យកំណើតច្រើនជាងក្របសាច់ក្នុងស្ទឹងអាចរវតីទៅទៀតដែលធ្វើឲ្យទឹកភ្នែកហូរច្រើនជាងមហាសមុទ្រទៅទៀតដែលធ្វើឲ្យកំណើតឆ្អឹងច្រើនជាងភ្នំវិបុលទៅទៀតគឺខន្តិរិយតែមួយគត់ណាចិត្តដែលសប្បាយរីករាយត្រេកអរចំពោះសត្វនិងសង្ខារនឹងឯងមិនមានខដតីណាទេដូច្នេះបុគ្គលដែលមានបញ្ញាដឹងថានេះជាបញ្ញត្តិធម៌ទេតើរបស់នេះជារបស់ពហៈរបស់នេះជារបស់ស្គិនភ្នែករបស់នេះជាខ្មាំងជាសរសេរជាព្រឹងរារាំងចិនរបស់នេះហើយដែលនាំឲ្យអញវង្វេងក្នុងសង្សារវៈរកទីបំផុតគ្នាបុគ្គលដែលមានបញ្ញាដឹងពិតឃើញពិតនៅធម៌តាមសិនដឹងថា
នេះជាបញ្ញត្តិធម៌ជាថាតូនស្ដីស្ដីបងប្អូននេះជាបញ្ញត្តិធម៌ទ្រព្យសម្បត្តិនេះជាបញ្ញត្តិធម៌តែតាមសេចក្តីពិតនោះគឺមិនមានតទៅសោះពាក្យថាតូនក៏មិនមានពាក្យថាប្តីក៏មិនមានកាលណាបើសិនជាយើងជាប់ចម្ពាក់ក្នុងកូននិងប្តីឈ្មោះថាយើងចាញ់បោកសង្ខារធម៌ដែលបញ្ញត្តិធម៌ជាគ្រឿងស្កិនភ្នែកណាគឺស្កិនយើងទេតាអញ្ចឹងយើងនៅតែស្លាប់កើតនឹងជួបជនដទៃជាច្រើននៃរាប់មិនអស់ព្រោះតែអាស្រ័យការចាញ់នៃការស្កិនភ្នែករបស់ក្រុមបាហ៊ីគឺសង្ខារធម៌ណាចាញ់បោកនៃស្កិនភ្នែកក្រុមបាហ៊ីគឺសង្ខារធម៌របស់កុហកចុះតែចេះតែឡៃសង្ខារធម៌តែមួយគត់គឺមានត្រឹមតែនាមហើយនឹងរូបប៉ុន្តែកលៃសត្វដោយសារសត្វជាប់ចម្ពាក់ដោយអវិជ្ជាជាគ្រឿងបិទបាំងដែលជាសង្កល់សង្ខារធម៌ដែលជាធម្មជាតិទុក្ខភ័យថាជាកូនពិតថាជាប្តីពិតថាជាប្រពន្ធពិតថាជាចៅពិតថាជាទ្រព្យពិតរបស់អញតាមសេចក្តីពិតនោះគឺវាមិនមានតទៅសោះវាថាកូនចៅប្តីស្រីប្រតិបត្តិក៏មិនមានវាថាសង្ខារធម៌ដែលគេថាមានក៏មិនមានដែរណាមិនមានក៏មិនមានដែរមិនមានពីរដងមកមិនបានជាមិនមានសង្ខារធម៌ជាសមតិនេះបញ្ញត្តិធម៌ឈ្មោះជាសមតិកូនដីបងប្អូនជនដែលកើតឡើងអំពីវិតកៈនិងវិចារៈរបស់ជនដែលជាអ្នកដាក់កំណត់ថានេះកើតតែអញហៅកូននេះក៏កើតអញហៅម៉ែនេះតែវិតកៈទេនេះកើតក្រោយអញប្អូនអញនេះកើតមុនអញបងអញនេះឪអញនេះកើតមុនឪអញឪពុកខំអញអញ្ចឹងបញ្ញត្តិធម៌គឺកើតត្រឹមតែអំណាចจากកើតឡើងរលឹកទៅនៃវិតកៈនិងវិចារៈតែប៉ុណ្ណោះតាមទីកំណត់តែវត្ថុនោះមិនមានតទៅសោះទៅស្ទាបចុងមើលតាមចុងសន្និបាតជើងតើវាទៅនៅត្រង់ណាមិនមានត្រឹមតែកំណត់តែស្ទាបចុងមើលវាថាម៉ែវាថាឪវាថាបងវាថាប្អូនវាថានេះនោះប្តីស្រីសន្និបាតតើមានលោកទីណាអត់មានត្រឹមតែកំណត់ដូច្នេះបុគ្គលកើតកំណត់ហើយចាញ់បោកកំណត់ខ្លួនឯងឃើញទេចាញ់បោកកំណត់ខ្លួនឯងតាកំណត់ដែលកើតឡើងសមតិថាជាប្តីតែចាញ់បោកនឹងកំណត់ខ្លួនឯងថាប្តីមានចាញ់បោកនឹងកំណត់ដែលបញ្ញត្តិថាកូនមានចាញ់បោកនឹងកំណត់ដែលបញ្ញត្តិថានេះមាននោះមានសត្វបុគ្គលទាំងអស់របស់មិនមានកំណត់ថាមានហើយចាញ់បោកកំណត់ខ្លួនឯងមិនមានថាបែរជាមាននេះអញ្ចឹងវាអត់មានអីមានត្រឹមតែសង្ខារធម៌សង្ខារដែលថាមាននោះបែរជាមិនមានទៅវិញឥឡូវមិនមានទេជាតែតូនចៅប្តីស្រីប្រតិបត្តិព្រមមានត្រឹមតែកំណត់មានត្រឹមតែសង្ខារធម៌មានហើយនឹងរូបដែលជាថាមានជាអារម្មណ៍របស់បញ្ញានោះតែបែរជាមិនមានទៅវិញព្រោះគឺរូបធម៌ជាធម្មជាតិដែលគ្នាមានហើយបែរជាមិនមានទៅវិញនឹងថាមានមិនបានណារបស់នឹងត្រូវទុកហើយនាមធម៌ដែលកើតឡើងជាកុសលនិងជាអកុសលក៏កើតឡើងមានតែនឹងថាមានមិនបានព្រោះរលឹកទៅវិញតែជាបច្ច័យនៃការកើតក្នុងសង្សារគ្មានទីបំផុតបុគ្គលសាងកុសលចាញ់បោកកុសលខ្លួនឯងបុគ្គលសាងអកុសលចាញ់បោកអកុសលខ្លួនឯងបុគ្គលតែកំណត់បញ្ញត្តិនៅសត្វនិងបុគ្គលចាញ់បោកកំណត់ខ្លួនឯងបានត្រឹមតែសេចក្តីទុក្ខក្នុងសង្សារវដ្តអញ្ចឹងអត់មានទាំងអស់ណាបញ្ញត្តិធម៌ក៏មិនមានបរមត្តធម៌ក៏មិនមានសត្វតែមិនមានទាំងអស់អញ្ចឹងបុគ្គលប្រកាន់អីកុំប្រកាន់លែងប្រកាន់ទៅណាចិត្តតែខំប្រឹងចម្រើនដើម្បីលះបង់នៅខន្ធរិយតែមួយគិតទេដែលជាព្រៀនបង្វិលសង្សារវដ្តគឺកើតចាស់ឈឺស្លាប់ព្រាត់ព្រះកើតចាស់ឈឺស្លាប់ព្រាត់ព្រះនេះជាសង្សារវដ្តការវិលនឹងការអន្ទូលទៅអន្ទូលមក
កើតហើយចាស់ចាស់ហើយឈឺហើយស្លាប់ហើយព្រាត់ឈឺស្លាប់ហើយកើតហើយចាស់វិលទៅវិលមកនឹងហៅសង្សារវដ្តដែលវិលរកទីបំផុតគ្មានគឺមកតែអំពីខន្តិរៈតែមួយគត់ណាខន្តិរៈតែមួយគត់អញ្ចឹងបកគោត្រូវលះបង់ខន្តិរៈសមុទ្រទៅដោយការចម្រើនអប់រំសមថៈនិងវិបស្សនាដែលយើងសិលជាបាតជាហេតុជាឫសគល់ជាពេជ្រសម្បត្តិខាងដើមអញ្ចឹងយើងត្រូវស្រឡាញ់នាំគ្នាស្រឡាញ់សិលដល់បានទេនៅស្រឡាញ់សិលណាបានធ្វើកាយកើតនៅតែវាយខ្មាំងមួយគ្នាទេតែអត់សិលនោះអញ្ចឹងសិលឯណាដែលខ្លួនបានហើយត្រូវចេះស្រឡាញ់សិលនឹងឡើងណាត្រូវចេះឡើងខំប្រឹងថ្នាក់ថ្នមការពាររក្សាទុកនៅកាយកម្មវិច័យកម្មរកម្មហើយនឹងควរសំងំចម្រើននៅកម្មដ្ឋានប្រែថាឧបាយមានពីរយ៉ាងកម្មដ្ឋានប្រែថាឧបាយសម្រាប់ទូមានចិត្តឲ្យស្ងប់ឬសមថៈឬប្រែថាអារម្មណ៍សម្រាប់ធ្វើចិត្តឲ្យស្ងប់វិបស្សនាកម្មដ្ឋានប្រែថាឧបាយសម្រាប់ធ្វើឲ្យត្រចះបញ្ញាគ្មានធ្វើមានឬប្រែថាអារម្មណ៍សម្រាប់ធ្វើបញ្ញាឲ្យកើតអញ្ចឹងកម្មដ្ឋានទាំងពីរនេះយកជាវិចរដែលសិក្សាប្រតិបត្តិធម៌ក៏បីប្រតិបត្តិនៅសមថកម្មដ្ឋានមុនដល់វិបស្សនាកម្មដ្ឋានក្រោយណាឥឡូវយើងនាំគ្នារៀនសមថកម្មដ្ឋានហើយការអប់រំចិត្តដោយការចម្រើនកម្មដ្ឋានកាលបើយកជាវិចរស្ថិតនៅក្នុងសិលបរិសុទ្ធហើយទៅស្ថិតក្នុងអាជីវយៈធម៌6យ៉ាងកាលបើប្រាថ្នាដើម្បីចម្រើនកម្មដ្ឋានត្រូវលះបង់បរិពោធជាគ្រឿងកង្វល់10យ៉ាងហើយចាត់ចម្រើនកម្មដ្ឋានតទៅនេះអត្ថបទនេះឥឡូវទៅបរិសុទ្ធហើយត្រូវស្ថិតក្នុងអាជីវយៈធម៌6យ៉ាងអញ្ចឹងអាជីវយៈប្រែថាអធិស្រ័យអាជីវយៈ6យ៉ាងគឺអាលោភច្ឆាសយៈធម៌មានអធិស្រ័យជាអ្នកមិនលោភឃើញទោសក្នុងការលោភអាទោសច្ឆាសយៈធម៌មានអធិស្រ័យជាអ្នកមិនខឹងឃើញទោសក្នុងការខឹងអាមោហច្ឆាសយៈធម៌ជាអ្នកមានអធិស្រ័យជាអ្នកមិនវង្វេងឃើញទោសក្នុងការវង្វេងលេខមច្ឆាសយៈធម៌ជាអ្នកមានអធិស្រ័យចេញចាកកាមឃើញទោសក្នុងការវិចារណានៅកាមវិវេកជាសយៈធម៌ជាអ្នកមានអធិស្រ័យក្នុងការចូលចិត្តអធិស្រ័យចូលចិត្តក្នុងការស្ងប់ស្ងាត់ហើយទី6ជាអ្នកមានអធិស្រ័យក្នុងការលាត់ចោលចេញចាកអញ្ចឹងយើងត្រូវដឹងថាអ្នកដែលមានអធិស្រ័យបាននៅថាចំណូលចូលចិត្តនេះធ្វើចិត្តឲ្យចូលចិត្តឡើងអធិស្រ័យចំណូលចូលចិត្តសេចក្តីត្រេកតាអញ្ចឹងចំណូលអីចំណូលផ្អែមចំណូលកឡមជូរមានអធិស្រ័យកឡមជូរចំណូលបាយក្តាំងចំណូលនំប៉័ងចំណូលត្រីខណានឹងអធិស្រ័យហើយចំណូលបបរចំណូលផ្អែមតែក្នុងកម្មដ្ឋាននោះមិនមែនចំណូលខាងនោះទេចំណូលឯនេះទេទី1មិនលោភណាធ្វើចិត្តកុំចង់បានអីចង់និយាយកុំចង់បានអីកុំគេឃើញគេបានឯនេះពិបាកចិត្តណាឃើញគេបានឯនេះអញ្ចេះអញ្តែអត់ទេអញ្ចឹងមានប្រមាណហូបប៉ុណ្ណឹងបានប្រមាណហូបប៉ុណ្ណឹងមានប្រមាណនេះប៉ុណ្ណឹងបានប្រមាណចាយប៉ុណ្ណឹងទៅ
គឺថាដោះស្រាយជីវភាពរស់នៅតាមមានតាមបានណានេះធ្វើចិត្តអញ្ចឹងហើយមានអាជីវកម្មយ៉ាងណាតាមបនយើងទៅបានវាប៉ុណ្ណឹងទៅខោអាវគាត់តែបិទបាំងកាយទៅចាស់តែទុំមិនស្ដោះតែហែកមុខហែកកើតទឹកមកបាំងកាយស្អុយទេចង្ហាន់មកប៉ុណ្ណឹងក៏បានដែរមកទូក៏បានដែរប្រហើក៏បានដែរពេលញឹកក៏បានដែរប្រហុកក៏បានដែរអំបិលដុកមកទូប៉ុណ្ណឹងក៏បានដែរណាចាំស្រីប៉ុណ្ណឹងក៏បានដែរស្រ័យចឹងយល់ទេណាសាពេចដូចព្រះដែលធ្វើជាមួយបញ្ចច្ចទាយកៈព្រាមដែលលើកបាយពេលដែលព្រាមជាខ្លាគ្រាន់តែពេលហុំក៏ឃើញព្រះព្រាមកាន់ឆ្នាំងទៅទូថាបបពុតបងបាយក្នុងផ្ទះនៅខ្ញុំព្រះអង្គមិនមានទេបើផ្សេងជាប្រមានតែបាយក្នុងឆ្នាំហ្នឹងហើយកណាឆាន់អស់ពាក់កដាលហូបអស់ពាក់កដាលហើយបើផ្សេងជាព្រះអង្គមិនស្ទើរអើមអីទេមុនតែពេលយកទៅក៏បានដែរឲ្យព្រះលោកមានអធិស្ឋានល្អលោកពូថាមេព្រាមរបស់ថ្មីខ្នងគឺមិនតន់ហូបឲ្យតែថាគត់ក៏គួរដែរហើយរបស់ដែលគេហូបពាក់កដាលតពាក់កដាលឲ្យតែថាគត់ក៏គួរដែរឬក៏របស់ដែលគេហូបអស់ឲ្យសល់បន្តិចបន្តួចហើយគេឲ្យតែថាគត់ក៏គួរដែរនិយាយពីមកតែថាគត់មានជីវិតរស់នៅដូចជាប្រាក់សត្វទៅបជីវការប្រេតតែឯណាដែលរស់នៅអាស្រ័យនឹងក្រុមញាតិធ្វើបន់ទៅឲ្យតាមមានតាមបានប្រេតនោះហើយប្រាក់សត្វទៅបជីវការយ៉ាងណាទៅថាគត់ដូចគ្នាតែថាគត់មានអីមានត្រឹមតែរៀនកាយជាអត្តភាពពោះបាយពោះទឹកកើតពីម៉ែចៃឲ្យមកអញ្ចឹងថាគត់អត់មានពាណិជ្ជកម្មឧស្សាហកម្មលក់ដូរដើម្បីទិញនៅគ្រឿងម្ហូបអាហារតែថាគត់មានត្រឹមតែបាតមួយគត់ដើរបណ្ឌបាតបើគឺឲ្យអីក៏គួរដល់តែថាគត់ដែរណាយល់ទេអធិស្ឋានតែបានទេណាអធិស្ឋានចង់និយាយអញ្ចឹងចង់និយាយថាគួរទាំងអស់សាក៏គួរប្រៃក៏គួរជូរក៏គួរហឹរក៏គួរស្អែតក៏គួរមិនស្អែតក៏គួរគ្មានក៏គួរទាំងអស់នេះតាមបានណាសម្លៀកបំពាក់តាមបានអាហារពុជជនហូបតាមបានតិចហូបតិចបានច្រើនក៏ហូបច្រើនតិចទៅដូចព្រះលោកសម្ដែងថាមានពិខុទាំងឡាយទៅថាគិតខណ្ឌទឹកតែបើគឺមរថាគិតឯខណ្ឌច្រើនថាគិតខណ្ឌច្រើនតិចទៅថាគិតខណ្ឌចង្ហាន់ចិត្តមួយបាតតែបើមានទីវរច្រើនថាគិតខណ្ឌមួយបាតនិងជាងមួយបាតបន្តិចទៅណាតាមអធិស្ឋានសម្រួលដល់បរិស័ទអត់ឲ្យចូលចំពាក់អីសតដល់អញ្ចឹងតែនិយាយអំពីរឿងព្រះតបិណ្ឌបាតសម័យថ្ងៃមួយបិណ្ឌមិនបានសោះព្រោះអីព្រោះមានចូលជ័យយកស្រុកមានស្អប់ព្រះឃើញសំណាគោដមបើអញ្ចឹងជ័យអ្នកស្រុកទាំងអស់អត់ឲ្យដាក់បាតព្រះសតទៅសោះណាឃើញក៏មិនជ្រះថ្លាដែរnhưngមានខលបងក៏ដល់ផ្ទះណាចូលស្រុកផ្ទះនោះចូលក្នុងខ្លួនហើយធ្វើឲ្យឡប់លែងមើលឃើញព្រះលែងព្រះសានដល់ព្រះអង្គបិណ្ឌមកភូមិឲ្យបានបាយម្ដុំអង្គចេញមកវិញចេញឡើងវិញមាននឹងប្រែកាឡាផ្លែតជាតាមមួយព្រាមកាឡាស្វែងគុំបបិទ្ធព្រះអង្គចេញត្រង់ព្រះមេត្តាប្រតិបត្តិបានទេបានព្រះថានៅនេះណែឯងធ្វើកំអរថាគត់បានបាយហើយណែឯងធ្វើតែបានបាយទេព្រះជាម្ចាស់ស្គាល់អញ្ញាប្រកបណាស់តាឥឡូវចេះបបិទ្ធព្រះសូមទ្រង់ប្រមេត្តាប្រោះមុនទៅវិញទៅចាំទូបង្គំដើរទៅចូលចិត្តនៅស្រុកឲ្យគេដាក់បាតវិញហើយព្រះថារៀងមានថាគត់ប៉ុណ្ណឹងបានហើយតែថាគត់មានបៃសេជាអាហារគ្រប់គ្រាន់ហើយល្មមហើយថាគត់មិនស្វែងរកអាហារណាទេក្នុងថ្ងៃនេះគឺតថាគតមានបេសេជាអាហារពួកព្រំទាំងឡាយមានបេសេជាអាហារឲ្យរស់នៅយ៉ាងណាតថាគតក៏មានបេសេជាអាហាររស់នៅដូចជាព្រំកយ៉ាងនោះមានអាជាស្រ័យព្រះអង្គចូលប្រៃបាត់ទៅណាអត់មានខឹងមានទេណាទឹក
ថាបងខំមានអត់ទេមានអត់ជាស្រ័យល្អចឹងហ្មងអញ្ចឹងបានទៅខោសងអង្គខ្លះបិណ្ឌបានឡើងវិញយើងទឹកបាតខណ្ឌទៅក៏គួរដែរគួរដែរអត់បញ្ហាអីទេលំមទាំងអស់ស្រួលទាំងអស់ត្រូវទាំងអស់ណាអញ្ចឹងអាចជាស្រ័យអាលុបទៅជាទៅនេះនឹងអាលុបទៅជាទៅនេះជាអ្នកមិនលោកជាអ្នកមិនជឿចំពាក់នឹងសក្ការៈអត់ជាស្រ័យទៅទៀតទីដេកតោស្លឹកតោក្បឿនកត់តូចកត់ធំលើក្រែឬក្រោមដើមឈើក៏គួរដែរណាគួរទាំងអស់មានតែពេលចាស់ក៏គួរថ្មីក៏គួរដែរយើងអ្នកយើងដេកបណ្ណាក៏គួរដែរស្រួលទាំងអស់ណាស្រួលទាំងអស់ពេលណាមានតត់ធំសំលកត់ធំក៏គួរដែរអត់សោះមានតូចតូចសំលកត់តូចក៏គួរដែរអត់សោះមានក្រែក្រោមដើមឈើសំក្រោមដើមឈើក៏គួរដែរអត់មានក្រែសោះក្រាលលើផែនដីសំលើផែនដីក៏គួរដែរណែគួរអស់ណាគួរអស់គួរទាំងអស់តោកលឹកក៏គួរតោកចិត្តក៏គួរអត់ឡាយនេះនៅយូរណាស់អង្គវិញហាត់ធ្វើចឹងហ្នឹងកុំនវលតាមមានតាមបាន